ហេតុអ្វីបាតុកកញៀនខ្លាំង? អ្នកដឹងទេ គ្រាន់តែប្រើបាតុកម្ដងក៏អាចឱ្យយើងចាប់ផ្ដើមញៀនបានដែរ។ បាតុកកភ្ញួចឱ្យខួរក្បាលបញ្ចេញសារធាតុគីមីតូចៗក្នុងខួរក្បាលប្រភេទដូប៉ាមីន. សារធាតុដូប៉ាមីននេះធ្វើឱ្យយើងមានអារម្មណ៍សប្បាយនិងរំភើប. បញ្ហាត្រង់ថាបាតុកកភ្ញួចឱ្យខួរក្បាលបញ្ចេញដូប៉ាមីនច្រើនជាងដូប៉ាមីនធម្មជាតិ 5 ទៅ 10 ដង ដែលធ្វើឱ្យយើងសប្បាយខ្លាំងហើយបានមួយភ្លែត ដូចនេះខួរក្បាលយើងនឹកចង់ប្រើវាម្ដងហើយម្ដងទៀត. បាតុកកមិនមែនត្រឹមតែជាគ្រឿងញៀនធម្មតានោះទេ វាបណ្ដាលឱ្យផ្លាស់ប្ដូរទៅលើខួរក្បាលរបស់យើង. ពេលប្រើយូរ អ្នកប្រើប្រាស់នឹងញៀនខ្លាំង អាចមានបញ្ហាផ្លូវចិត្តផ្សេងៗ គេងមិនលក់ និងភ័យស្លន់ស្លោ ដូចនេះត្រូវនិយាយថាទេជាមួយនឹងគ្រឿងញៀន. បាទ សូមអរគុណ.